បាទសួស្តីបងប្អូនថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបដែលយើងឆែកមើលថាទូរស័ព្ទយើង speed របស់យើងគឺដើរលឿនអត់ចឹងជួនកាលទូរស័ព្ទយើងវា speed របស់យើងវាដើរយឺតកាលណាអញ្ចឹងយើងសម្រាប់យើងលេង game លេងអីចឹងវាដើរតាក់ឬក៏ graphic វាអីគឺជាមើលអត់ច្បាស់ចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចចូលទៅកាន់ setting ជាមួយខ្ញុំដើម្បីសេរីទូរស័ព្ទយើងឲ្យវាមាន speed វាដើរលឿនជាងមុនអញ្ចឹងបញ្ហាហ្នឹងយើងត្រូវចូលទៅកាន់ setting សាកមើលទៅបាទចូលទាំងអស់គ្នាមកចូល setting ហើយបងប្អូនអូសមកក្រោមមកបងប្អូនជ្រើសរើសយកពាក្យថា display អញ្ចឹងកន្លែង display ហ្នឹងវាមាន option ច្រើនអញ្ចឹងបងប្អូនចូលមើលកន្លែងថា motion smoothness ខ្ញុំអត់សូវចេះអានអង់គ្លេសដែរបងប្អូនអញ្ចឹងយើងចូលកន្លែង motion smoothness ហ្នឹងយើងចុចលើវាមកនេះបងដូចជាស្ដែងទូរស័ព្ទរបស់ខ្ញុំវាដាក់ថា standard អញ្ចឹងបានន័យថារបស់ខ្ញុំវាលក្ខណៈថា standard អញ្ចឹងគឺកន្លែងល្បឿនវាហ្នឹងកម្រិតនៃល្បឿននៃក្រង់វាហ្នឹងគឺ60 Hz ទេអញ្ចឹងបងប្អូនសម្រាប់លេង game យើងបងប្អូនអាចជ្រើសរើសនៅពាក្យខាងលើបានគឺ adaptive អញ្ចឹងវាដាក់ថា up to 120 Hz អញ្ចឹងបងប្អូនអាចលេង game smooth ជាងមុនបងប្អូនហើយយើងចុចអញ្ចឹងហើយយើងចុច apply មកបងប្អូនអញ្ចឹងយើងថយមកហើយយើងចូលទៅមើលម្ដងទៀតថាវា save ជាប់នៅនេះខ្ញុំ save ជាប់ហើយ 120 Hz អញ្ចឹងកន្លែងមួយទៀតបងប្អូនចេញពីកន្លែងហ្នឹងមកបងប្អូនថយមក back មកហើយបងប្អូនចូលមកកន្លែង screen resolution អញ្ចឹង screen resolution ហ្នឹងក៏សំខាន់ដែរអញ្ចឹងកន្លែងហ្នឹងគឺសម្រាប់ទាក់ទងនឹង graphic ទេបងប្អូនអញ្ចឹងវាដាក់ graphic វាមាន option 3អញ្ចឹងបើយើងចង់ save ថ្មឬក៏យើងចង់កុំឲ្យវាស៊ីថ្មខ្លាំងយើងអាចប្រើបានយូរយើងបងប្អូនដាក់ HD plus អញ្ចឹងអាហ្នឹងកម្រិតវាគឺមិនសូវច្បាស់ប៉ុន្តែវា save ថ្មអញ្ចឹងទី2វាមិនច្បាស់ល្មមអញ្ចឹង FHD ហ្នឹងគឺច្បាស់ល្មមហើយបើបងប្អូនចង់ឲ្យច្បាស់ខ្លាំងគឺបងប្អូនអាចចូលទី3នេះបានគឺ QHD plus អញ្ចឹងអាហ្នឹងគឺវាថា quality HD វាគឺលំដាប់យើងអ្នកលេង game លេងអីគឺវា smooth ល្អអញ្ចឹងបងប្អូនអាចបើសិនជាបងប្អូនលេង game លេងអីវាមានថាតាក់អីចឹងបងប្អូនអាចយកនឹងបានហើយយើងយកហើយយើងចុច apply មកគឺវា save ទៅអញ្ចឹងយើងអាចលេង game នេះអី smooth ជាងមុនហើយមានតែប៉ុណ្្នឹងឯងបងប្អូនសម្រាប់វីដេអូហ្នឹងគឺអរគុណច្រើនបងប្អូន